ខ្ញុំធ្លាប់គិតថាការមើលថែទាំម៉ាក់ដែលមានជំងឺទឹកនោមផ្អែមគឺត្រូវមើលថែគាត់គ្រប់ពេលវេលាគ្រប់ពេលញ៉ាំអាហារការណាត់ជួបឬការសម្រេចចិត្តផ្សេងៗប៉ុន្តែថ្ងៃមួយថ្ងៃដែលខ្ញុំខ្លាចបំផុតក៏បានកើតឡើងខ្ញុំគិតថាចុះបើមានរឿងអីកើតឡើងចំពោះម៉ាក់ពេលដែលខ្ញុំមិននៅជិតគាត់បានបង្រៀនខ្ញុំថាមើលថែអ្នកជំងឺទឹកនោមផ្អែមមិនមែនមានន័យថាធ្វើរឿងគ្រប់យ៉ាងសម្រាប់គាត់ឡើយប៉ុន្តែមានន័យថាជួយពួកគាត់ឲ្យចេះមើលថែខ្លួនឯងបានផងដែរខ្ញុំនៅតែអាចមើលថែមនុស្សជាទីស្រឡាញ់របស់ខ្ញុំដែលមានជំងឺទឹកនោមផ្អែមបានជារៀងរាល់ថ្ងៃបើទោះបីជាខ្ញុំមិនមានពេលវេលាគ្រប់គ្រាន់ក៏ដោយអរគុណថាណាឌៀ